在上面下面。同学们好，大家好，今天来跟老师学4个字。我们开始第一个字，在bộ ปลายแท้នៅតោះពួកយើងមកមើលរបៀបសរសេរពាក្យចាយសរសេររបៀបនៅខាងក្រោមរួចហើយបងប្អូនអាចសរសេរពាក្យនេះតាមដំណាក់កាលដែល老师ដាក់នៅខាងក្រោមនឹងអូខេ第二个字ពាក្យទី2上面បកប្រែថាខាងលើតោះពួកយើងមកមើលរបៀបសរសេរនៅខាងក្រោមទាំងអស់គ្នានេះគឺជារបៀបសរសេរនៅពាក្យ上面第3个字ពាក្យទី3下面បកប្រែថាខាងក្រោមតោះពួកយើងអាចកលេចមើលពាក្យរបៀបសរសេររបស់下面យើងចាប់ផ្ដើមរៀនជាប្រយោគ我在上面我在上面我在上面我ហ្នឹងគឺខ្ញុំចៃដូចពាក្យយើងបានរៀននៅខាងលើពាក្យទី1ដូចគ្នាគឺនៅបកប្រែថានៅ上面នឹងគឺបកប្រែថាខាងក្រោមបន្ទាប់មកប្រយោគទាំងអស់បកប្រែថាខ្ញុំនៅខាងលើតោះបងប្អូនអាចរៀនអានទាំងអស់គ្នា我在上面ខ្ញុំនៅខាងលើ好，我们开始第二句就打一个 step 有 BB 我在下面តោះស្ដាប់ប្រសិទ្ធបប្រែទាំងអស់គ្នាវ៉ាដូចលសិបានប្រាប់នៅប្រយោគទី1អញ្ចឹងវ៉ាបបហេផាខ្ញុំចៃនឹងបកប្រែថានៅ下面នឹងគឺខាងក្រោមដូច្នេះប្រយោគមួយនេះបកប្រែថាខ្ញុំនៅខាងក្រោម我在下面ខ្ញុំនៅខាងក្រោម
ខ្ញុំនៅខាងក្រោមពួកយើងអានពាក្យនឹងទាំងអស់គ្នាសារឡើងវិញពាក្យដែលយើងបានរៀនខាងលើទាំងអស់ចាប់ផ្ដើមទី1ចែនៅ上面ខាងលើ下面បកប្រែថាខាងក្រោម我在上面បកប្រែថាខ្ញុំនៅខាងលើ我在上面ខ្ញុំនៅខាងលើប្រយោគទី2我在下面ខ្ញុំនៅខាងក្រោម我在下面បកប្រែថាខ្ញុំនៅខាងក្រោម同学们大家们可以អាចសរសេរតាមលើសើទាំងអស់ដែលបានពាក្យដែលយើងរៀនទាំងអស់នៅថ្ងៃនេះបន្ទាប់ពីសរសេរហើយបងអាច comment ឬ subscribe YouTube មួយនេះមួយក៏ផ្ញើអក្សរដែលបងសរសេរនៅខាងក្រោមពាក្យណាដែលខុសសរសេរនឹងជួយកែម្ដងទៀតចៃជៀនជំរាបលាអ្នកទាំងអស់គ្នាបាយ